ទាំងយើងទូទាបតែចិត្តមិនឆ្អៀតច្អល់ឡើយកូនបានយល់ហើយម៉ែពុកអើយលោកមានកូនក្រៃកូនភ្លេចមិនបានគុណលោកទាំងពីរប្រានហត់នឿយស៊ូទ្រាំដើម្បីកូនគ្រប់គ្នាសំណាងដែលខ្ញុំកើតមកជាកូនពុកម៉ែលោកល្អអ្វីម្លេះទេជួយកូនគ្រប់គ្រាគ្រប់ការលំបាកមិនថាតិចឬច្រើនលោកទាំងពីរខ្នះខ្នែងណាស់ឲ្យតែកូនបានល្អពួកគាត់លះបង់គ្រប់យ៉ាងមានពុកម៉ែល្អហើយខ្លួនខ្ញុំអើយត្រូវតែកាត់ខំតស៊ូមិនត្រូវដេកផ្ដួលឬអាងមានអ្នកជួយដេកមិនចង់ធ្វើអីនេះជាទម្លាប់មិនល្អមានពុកម៉ែជួយយើងត្រូវកាត់ខំគុណជាពីរអនាគតថ្លាថ្លៃព្រោះខ្លួនឯងមានសំណាងនឹកសំឡេងពេលព្រឹកព្រលឹមម៉ែខ្ញុំឲ្យទៅរីសំឡេងយ៉ាងគ្រោះគ្រាតស្រែកផងជេរផងពីរួមក្រៃខ្ញុំក៏ក្រោមស្ទូវឹងប្រញាំស្លៀងពាក់ខោអាវថ្មីម៉ែរៀបចំនំចំណីរួចជាស្រេចដើម្បីឲ្យកូនទៅរីពុកម៉ែតែងប្រាប់ខ្ញុំថាពេលកូនទៅដល់សាលាត្រូវខិតខំរៀនចេញចំណេញជាស្ពានឲ្យកូនឆ្លងផុតនៅការលំបាកឬខ្ញុំក៏ស្ដាប់តាមគាត់ខំរៀនមិនខ្លាចនឿយហត់រៀនចេញឲ្យពិនប្រាកដមិននឿយហត់មិនខ្លាចការលំបាកបាក់ធំសិក្សាជាសាលារៀនខ្ញុំមានមនុស្សជួបជុំសុទ្ធតែជាសិង្សាលាមានទាំងក្មេងប្រុសក្មេងស្រីលោកគ្រូអ្នកគ្រូបាអាចារ្យខ្ញុំមានអារម្មណ៍ស្រស់ថ្លាមកដល់សាលាខ្ញុំបានរៀនសូត្រអញ្ញន្តធម៌ឈ្មោះជាសិង្សាលារាប់អានមិត្តភក្តិគេរើសអើងប៉ុណ្ណាខ្ញុំរៀនមិនសូវពូកែគេមិនចង់ក្បែរគេមិនចង់រាប់រកថាខ្ញុំអន់ចិត្តប៉ុណ្ណាមករៀនដើម្បីអនាគតខ្លួនឯងនិងគ្រួសារនិងដើម្បីប្រទេសជាតិនិងសង្គមជាតិផងដែរណារៀនសូត្រកុំខ្វល់មិត្តណារាប់ឬក៏មិនរាប់ខ
ខំប្រឹងខ្លួនឯងគោរពវិន័យទៀងទាត់ធ្វើជាសិស្សល្អក្នុងថ្នាក់រៀនវ៉ាវមិនហើយអ្នកទាំងអស់គ្នាបាទ8បទ original song ច្រៀងគោកបាទហើយពេញចិត្តបទនីមួយៗសូម comment ចូលនៅក្រោមវីដេអូបាទពេញចិត្តចាប់ពីទី1រហូតដល់ទី8ហើយបើព្រោះឬមិនព្រោះសូមកែប្រកាន់បាទសូមអធិស្ឋានហើយបើពេញចិត្តវីដេអូមួយហ្នឹងសូមចុច like comment share និងជីវ subscribe ច្រើនបាទហើយដើម្បីជួបគ្នានៅវីដេអូក្រោយទៀតបាទវីដេអូប៉ុណ្ណឹងហើយវីដេអូនេះមានតែប៉ុណ្ណឹងបាទជួបគ្នាវីដេអូក្រោយបាទបាយ